សពនារីម្នាក់ត្រូវបានបញ្ជូនមកក្នុងបន្ទប់ធ្វើការវិจัยរូបរាងកាយដ៏ស្រស់ស្អាតរបស់នាងសម្បីតែរបួសនៅលើដងខ្លួនមួយក៏គ្មានដែរប៉ុន្តែអវយវៈនៅក្នុងខ្លួនរបស់គេគឺត្រូវបានខូចខាតយ៉ាងស្រុងឆែកជាមួយនឹងសភាពភ្នែករបស់សាកសពគឺមានការស្លេកស្លាំងពណ៌សយ៉ាងខ្លាំងគឺបញ្ជាក់ថាសាកសពនេះគឺត្រូវបានស្លាប់អស់រយៈពេលយូរមកហើយក្រោយពីបើកមាត់របស់សាកសពឆែកមើលនៅខាងក្នុងតែដឹងថានាងត្រូវបានគេកាត់អណ្ដាតចេញក្រោយពីឆ្លងកាត់ការពិនិត្យបឋមស្ត្រីសាកសពនេះគឺត្រូវបានគេចងមុនពេលដែលស្លាប់ហើយកាត់អណ្ដាតការធ្វើទរណកម្មបែបនេះគឺមិនដល់ថ្នាក់ស្លាប់ទេពួកគេទាំងពីរនាក់ក៏បានជជែកគ្នាអំពីរឿងនេះចង់នឹងច្បាស់តើវះកាត់វិគីកំពុងតែថតជាមួយនឹងសាកសពក៏ឃើញចំោះរបស់សាកសពកំរើហើយក៏ចេញជាមួយនឹងសត្វរួយក៏ហើរចេញឆ្ងាយទៅបាត់ទៅពួកគេមិនបានគិតពិចារណាជាមួយនឹងរឿងនេះទេពួកគេធ្វើការវះកាត់ទើបដឹងថាសាកសពស្ត្រីនេះទើបតែស្លាប់មិនយូរប៉ុន្មានទេគឺវាផ្ទុយជាមួយនឹងការធ្វើកសោវិច័យបឋមពីអំបញ្ញមិញហើយនៅក្នុងសួតរបស់នារីនេះក៏មានសភាពយ៉ាងធ្ងន់ធ្ងរផងដែរប្រសិនបើយើងជក់បរិយមួយថ្ងៃ10កញ្ចប់ជក់3ឆ្នាំក៏អត់មានបានដល់កម្រិតនឹងផងដែរហើយឆែកមកជាមួយនឹងបេះដូងរបស់គេស្រាប់តែមានស្នាមរបួសមួយឆូតនៅពីលើចំបេះដូងតែម្ដងកំពុងតែធ្វើការឆែកស្រាប់តែឮសូរសំឡេងគោះទ្វារពីខាងក្រៅរីកគេក៏បានចេញទៅមើលស្រាប់តែឃើញស្ត្រីអាកាសកាយម្នាក់តាមកញ្ចក់នៅសាធំគេក៏បានរត់ស្ទុះដើរទៅមើលប៉ុន្តែពេលទៅមើលគឺអត់មានឃើញអីទាំងអស់គេគាត់ថាប្រហែលជាគេរវល់រវាយច្រើនពេកហើយពេលព្រោះមើលសាកសពច្រើនពេកពេលនោះផងដែរស្រាប់តែទូក៏ដាក់សាកសពក៏បានរបើកទ្វារឡើងដោយខ្លួនឯងរុយដែលទុំចេញពីចំោះរបស់សាកសពនោះក៏បានទៅទុំលើភ្នែករបស់សាកសពនឹងវិញលោកតាចាស់នេះក៏បានធ្វើការហូតចេញជាមួយនឹងផ្កាកន្លាបនិងដុំផ្សេងទៀតដែលនៅក្នុងក្រពះរបស់សាកសពនោះលោកតាក៏ប្រាប់ថាសាកសពនេះគឺជាសាកសពដែលមិនធម្មតានោះទេហើយផ្នែកស្បែករបស់សាកសពនេះគឺមានពីរផ្នែកផ្សេងគ្នាតែម្ដងទូក៏សាកសពក៏បានបើកឡើងដោយខ្លួនឯងចម្រៀងដ៏សែនរន្ធត់ក៏បានបើកឡើងនៅលើវិទ្យុអំពូលភ្លើងក្នុងបន្ទប់នោះក៏បានធ្វើការផ្ទុះបែកម្ដងមួយរហូតដល់ងងឹតស្លុងសាកសពនោះក៏បានចងកណ្ដឹងនៅកជើងរបស់គេនៅពេលដែលសម្លេងកណ្ដឹងរបស់គេលឺឡើងគឺពួកគេទាំងពីរនាក់នេះក៏បានភ័យខ្លាំងមែនទែនក៏បានទៅគិតថាសម្លេងកណ្ដឹងនឹងលឺឬតែខ្មោចនឹងគឺវារស់ឡើងវិញភ្លាមនោះសម្លេងកណ្ដឹងក៏បានឈប់មកបន្ទប់ពួកគេក៏បានធ្វើការអើតមើលទៅតាមប្រឡោះទ្វារក៏ឃើញជើងរបស់សាកសពនោះក្របឈរចង់ចំលូទ្វារចូលមកក្នុងពេលនោះក៏គេយកតុទៅធ្វើការពាំងកុំឲ្យសាកសពនោះចូលមកបានហើយសម្រាប់តាចាស់នេះក៏ត្រូវរបួសគាត់ក៏សម័យឃើញថារបួសនេះគឺដូចនៅលើដៃរបស់សាកសពនឹងមែនទែនទៅបន្ទប់ទឹកទៅលាងរបួសនឹងចេញសាកសពបានបិទទ្វារទេហើយក៏មានខ្យល់មកប៉ះជាមួយនឹងវាំងនននេះស្រាប់តែគាត់យកដៃទៅប៉ះកូនប្រុសរបស់គាត់ឃើញមានសមោក៏ស្រែកថាប្រយ័ត្នប៉ុន្តែបើកមកទៅអត់មានអីទេហើយភ្លាមនោះផងដែរក៏ត្រូវបានខ្មោចស្រីនោះទាញគេត្រឡប់ទៅថយក្តោយកូនប្រុសរបស់គាត់ព្យាយាមទម្លុះទ្វារទ្វារចេញពេលចូលទៅដល់សួរគាត់ថាមានរឿងអីគាត់ក៏បានប្រាប់ថាពេលតែគាត់ដួលនោះគាត់ឃើញជាមួយកៅភ្នែកមួយគូគឺជាកៅភ្នែកច្បាស់ណាស់គឺជាខ្មោចស្រីនោះតែម្ដងត្រឡប់ទៅបន្ទប់វិសោធវិញស្រាប់តែឃើញអវយវៈប្រែទៅជារលួយអស់រលីងតែម្ដងពេលនោះទ្វារក៏បានធ្វើការបិទដោយខ្លួនឯងហើយក៏បានចាក់សោគេបើកយ៉ាងណាក៏បើកមិនចេញវាគេក៏បានកាប់ហើយក៏មើលទៅតាមប្រឡោះនោះឃើញជាមួយនឹងសាកសពស្ត្រីម្នាក់នោះគេភ័យពេកក៏បានធ្វើការចាក់អាល់កុលទៅលើសាកសពអ្នកស្រីនោះដើម្បីដុតចោលយន្តនឹងស្មានម្ដងក៏បានឆេះពេញបន្ទប់នឹងតែម្ដងជាពិសេសឆេះជាមួយនឹងម៉ាស៊ីនថតកសោវិច័យមិញអស់តែម្ដងពួកគេក៏បានផលិតភ្លើងនឹងទាន់ពេលវេលាពេលផលិតហើយប៉ុន្តែមើលជាមួយសាកសពនោះសម្បីតែសក់ម៉ាស័យក៏អត់មានធ្វើការឆេះដែរពួកគេភ័យពេកក៏ទៅចុះតាមចដាយន្តពេលនោះចដាយន្តដាច់ភ្លើងសលេងកណ្ដឹងនោះក៏បានមកទៀតហើយភ្លាមនោះតាចាស់ក៏បានយកកថៅទៅកាប់ពេញមកទំហឹងប៉ុន្តែអ្នកដែលដេកដួលនោះមិនមែនជាខ្មោចទេគឺជាមិត្តស្រីរបស់រីគីតែម្ដងរីគីមានការឈឺចាប់យ៉ាងខ្លាំងពេលឃើញមិត្តស្រីរបស់គេស្លាប់តាចាស់ក៏ស្ដាយក្រោយក៏ហូរពេលហើយពួកគេទាំងពីរនាក់ក៏បាននិយាយថាខ្មោចនោះគឺមិនដោះលែងពួកគេទេត្រូវតែរកការពិតទៅពួកគេអាចរស់រួនមានជីវិតបានអញ្ចឹងពួកគេក៏បានត្រឡប់ទៅកន្លែងបន្ទប់កសោវិច័យម្ដងទៀតចាប់ផ្ដើមវះយកខួរក្បាលនៅខាងក្នុងដើម្បីយកពិនិត្យឬនិមិត្តស្មានម្ដងគឺខួរក្បាលរបស់នាងតនាការធម្មតាពួកគេគិតថាវាមិនអាចទៅរួចទេព្រោះសាកសពមិញដុតផងហើយវះយកគ្រឿងក្នុងចេញទៀតពេលនោះគឺក៏គិតថានឹកឃើញទៅដល់កណាត់ជាច្រើនដុំដែលគេវះចេញពីកាពះតមកគេយកទៅផ្គុំហើយក៏បានចេញទៅជាសិភៅមួយក្បាលហើយសិភៅនោះក៏បានលេចនៅទំព័រក៏ដូចជាចំណងជើងចៃដន្យណាស់លោកតាចាស់ក៏មានសិភៅមួយក្បាលនេះផងដែរពួកគេក៏បានធ្វើការបើករកទំព័រនោះឃើញហើយពួកគេក៏បានចាប់ផ្ដើមអានដើមឡើយហ្នឹងគឺមានស្ត្រីម្នាក់ហ្នឹងគឺបានស្លាប់នៅក្នុងឆ្នាំ1693ការស្លាប់របស់នាងគឺមិនធម្មតាទេគឺត្រូវបានគេចងមន្តអាគមខ្មៅធ្វើអំពើអាបធ្មប់ទៅលើវិញ្ញាណហ្នឹងដើម្បីឲ្យវិញ្ញាណហ្នឹងក្លាយជាវិញ្ញាណចងអាឃាតនៅពេលដែលអ្នកដែលធ្វើការប៉ះពាល់រាងកាយរបស់នាងគេនឹងត្រូវការធ្វើការសងសឹកទៅលើអ្នកហ្នឹងលោកតានេះក៏បានឃើញ
ញជាមួយនឹងរូបយន្តហ្នឹងនៅលើខ្លួនរបស់គេគឺថាការសងសឹកមកដល់ហើយសម្លេងទៅលុះទ្វារក៏ចូលមកប៉ុន្តែលោកតាក៏បាននិយាយប្រកាន់នាងថាខ្ញុំអត់រត់គេទេដោះលែងកូនខ្ញុំទៅពេលហ្នឹងលោកតាក៏បានស្រែកយ៉ាងឈឺចាប់ក៏ត្រូវគេកាត់ដៃកាត់ជើងរបស់គាត់ឡើងបាក់ខ្ទេចខ្ទីតែម្ដងគាត់ក៏បានដួលទៅលើដីក៏លេចឃើញកបិតគាត់ក៏បានឲ្យកូនប្រុសគាត់ជួយហ្នឹងគឺដើម្បីជួយសម្លាប់គាត់ពេលនោះផងដែរសាសពនារីនោះក៏បានជួសជុលសារពាង្គកាយរបស់គេវិញយ៉ាងស្រស់ស្អាតដូចដើមវិញប៉ុន្តែតាចាស់នេះក៏ត្រូវបានស្លាប់បាត់បង់ជីវិតពីពេលនេះទៅរឿងទាំងឡាយនេះក៏បានធ្វើការចប់ស្ងាត់ហើយនៅក្នុងបន្ទប់កាសវិច័យនេះស្រាប់តែលឺសូរសំឡេងគេហៅគាត់នៅខាងក្រៅគាត់ស្មានតែបលិសគាត់ក៏បានរត់ទៅបើកទ្វារប៉ុន្តែបើកយ៉ាងណាក៏បើកអត់ចេញដែរពេលនោះផងដែរសំឡេងក៏បានស្ងាត់ទៅវិញគាត់ក៏លឺសំឡេងគួរឲ្យខ្លាចគឺសំឡេងខ្មោចនឹងឯងហើយពេលនោះផងដែរគាត់ក៏បានកលេចមើលទៅខាងក្រោយរបស់គាត់ប៉ុន្តែអត់ឃើញទេដល់ពេលគាត់កលេចមកវិញឃើញប៉ារបស់គាត់ភ័យពេកគាត់ក៏បានដកជើងធ្លាក់ទៅលើចដើហ្នឹងក៏បានស្លាប់ភ្លាមៗតែម្ដងថ្ងៃទី2ប៉ូលីសមកដល់កន្លែងកាត់ហើយឃើញតែស្នាមរបួសមួយគត់គឺនៅលើទ្រូងរបស់គាត់ត្រូវរបួសដោយក្បិតពិសោធន៍ប៉ូលីសបានយកសពស្ត្រីម្នាក់នោះទៅពិសោធន៍កន្លែងសាកលវិទ្យាល័យផ្សេងប៉ុន្តែរឿងដែលគេមិនដឹងគឺសាកសពនេះគឺមិនពេញចិត្តក្នុងការឆែកឲ្យគេឆែកពិសោធន៍មើលទេរឿងនេះក៏ត្រូវបានចាប់ទៅត្រឹមប៉ុណ្ណេះបាយ